សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងលោកគ្រូបានធ្វើវីដេអូ tip បន្តទៀតហើយអញ្ចឹង tip នេះគឺលោកគ្រូចង់អញ្ជើញបងប្អូនទាំងអស់គ្នាសិក្សាថ្នាក់ AI online ជាមួយនឹងលោកគ្រូនៅ SC Academy បាទអញ្ចឹងថ្នាក់ online AI នេះវាជួយយើងយ៉ាងដូចម្តេចដែរបាទដូចជាលោកគ្រូលើកឧទាហរណ៍ថាយើងជាអ្នក designer ហើយយើងខ្វះរូបភាពបាទយើងខ្វះរូបភាពហើយយើងទៅយករូបភាពពីអ៊ីនធឺណិតមកដើម្បី design ផលិតផលឲ្យអតិថិជនរបស់យើងហើយនៅមានអ្នក design ផ្សេងទៀតនោះគាត់បានចូលទៅយក pre-pick បាទពី website អញ្ចឹងយើងមានរូបដូចគ្នា model ដូចគ្នាតែផលិតផលខុសគ្នាអញ្ចឹងយើងសួរថាអ្នកទិញគាត់ទុកចិត្តមួយណាអញ្ចឹងឧទាហរណ៍យើងមាន model មួយនេះអញ្ចឹងយើង download យកមកកាត់ design ទៅគឺឃើញថាវាស្តៀងគ្នានឹង model ផលិតផលដែលយើងបានធ្វើណាអញ្ចឹងយើងធ្វើមិនបាទគឺយើងត្រូវរៀន AI បាទរៀន generate រូបភាពតួអង្គនិងផលិតផលរបស់យើងឧទាហរណ៍បាទអញ្ចឹងលោកគ្រូបានដាក់សរសេរpromptនេះបាទអញ្ចឹងដើម្បីបង្កើតនៃរូបភាពឲ្យមានស្បែកបាទយើងសរសេរថាស្បែកទី1គឺខ្មៅមែនតើតោះមកសបន្តិចរហូតដល់សស្គូហើយយើងអាចយកទៅដាក់នៅផលិតផលរបស់យើងបានបាទអញ្ចឹងគឺថ្នាក់ AI online នេះបងប្អូនចំណាយលុយថវិកាតិចតួចមែនតើដើម្បីសិក្សាប៉ុន្តែបងប្អូននឹងរកថវិកាវិញបានច្រើនបាទអញ្ចឹងគឺបែបនេះបងប្អូនណាបាទឃើញទេបាទអញ្ចឹងគឺយើងមានស្បែកខ្មៅរាងសនេះហើយសស្គូអញ្ចឹងយើងដាក់ផលិតផលរបស់យើងមកគឺបានតែម្ដងអូខេអញ្ចឹងលោកគ្រូសូមអញ្ជើញបងប្អូនសិក្សាថ្នាក់ online ជាមួយលោកគ្រូសម្រាប់ថ្នាក់បងប្អូនដែលចេះ graphic design ហើយចង់ generate តួអង្គបាទឬក៏ model ដោយប្រើ AI កម្រិត 8K ច្បាស់ហើយយើងអាចយកមកប្រើបានដូចរូបនេះអញ្ចឹងបាទអញ្ចឹងយើងដាក់ prompt ចូលមកនេះជា prompt បាទហើយយើងអាចកែប្រែបានយើងអាចសរសេរជាភាសាខ្មែរក៏បានដែរបើសិនជាយើងអត់មិនសូវស្ទាត់អង់គ្លេសយើងសរសេររៀបរាប់អ្វីដែលយើងចង់បានសំខាន់គឺយើងដឹងពីរបៀបនៃការធ្វើវាហើយលោកគ្រូជឿថាបងប្អូននឹងរកថវិកាចំណូលបន្ថែមទៀតពី AI នេះអរគុណច្រើនហើយជួបគ្នានៅមេរៀនក្រោយទៀតបាយបាយទាំងអស់គ្នា